ប្រកបនេះមនុស្សគ្រប់គ្នាសុទ្ធតែមានទុក្ខលំបាកក្នុងជីវិតរបស់ខ្លួនដោយឡែកពីគ្នាទាំងអស់ហើយមនុស្សជើងទាំងអស់មិនប្រកាសថាឆ្លើយតបទៅកាន់បញ្ហាជីវិតដូចគ្នានោះឡើយព្រោះតែការឆ្លើយតបទៅកាន់បញ្ហាជីវិតខុសគ្នានេះហើយទើបធ្វើឲ្យមនុស្សខ្លះមើលឃើញបញ្ហាជាបញ្ហាតែមនុស្សខ្លះទៀតមើលឃើញបញ្ហាជាឱកាសជាកម្មចន្ទានាំជីវិតគេទៅកាន់ដំណាក់កាលថ្មីមួយទៀតពិតណាស់ថាបញ្ហាធ្វើឲ្យមនុស្សជើងលំបាកក្នុងការរស់នៅក៏មានការគិតខ្លីព្រោះតែស្មុគស្មាញពេកដោយសារអម្រែកនៃបញ្ហាវាធ្ងន់ដែលមិនអាចរ៉ាប់រងបានវាធំហួសលើសពីសមត្ថភាពរបស់ជើងបើជើងជុំនឹងកលៈទេសៈលំបាកចូលធ្វើចិត្តឲ្យស្ងប់ដើម្បីប្រមូលគំនិតបញ្ចូលធម៌ពលទៅលើភាពវិជ្ជមានព្រោះភាពនឹងថឹងក្នុងគ្រប់ឧបសគ្គរាល់ពេលវេលាវានឹងធ្វើឲ្យជើងអាចជោគឈ្នះលើគ្រប់បញ្ហាក្នុងជីវិតបានទោះបីរងសម្ពាធយ៉ាងណាត្រូវដឹងថាជក់ងងឹតខ្លាំងកម្រិតណាវាគង់តែរលាយទៅវិញកាលណាពន្លឺព្រះអាទិត្យចាប់ផ្ដើមបញ្ចេញពន្លឺដូចគ្នានឹងបញ្ហាក្នុងជីវិតជើងដែរវាគង់តែរលាយបាត់ទៅវិញដរាបណាជើងមិនបោះបង់ចោលការតស៊ូដើម្បីបញ្ចេញពន្លឺបំភ្លឺជីវិតខ្លួនឯងការឈឺចាប់ជារឿងបណ្ដោះអាសន្នការឈឺចាប់ឬរឿងអ្វីមួយដែលចូលមកក្នុងជីវិតរបស់ជើងវាគឺជារឿងបណ្ដោះអាសន្នតែមនុស្សជើងចូលចិត្តអោបក្រសោបវាមិនព្រមប្រឡែងវាឲ្យចាក់ចេញទៅសោះដឹងថារឿងខ្លះវាធ្ងន់ធ្ងរវាមុតជ្រៅចាក់ចូលដល់ជ្រៅដួងចិត្តជើងវាពិបាកព្យាបាលឲ្យជាសះស្បើយឡើងវិញណាស់ប៉ុន្តែពេលវេលានេះនឹងកន្លងផុតទៅហើយជើងនឹងជួបរឿងរ៉ាវដែលល្អប្រសើរជាងនេះបើជើងចេះបំលែងការឈឺចាប់មកជាមេរៀនជីវិតព្រោះបទពិសោធន៍នីមួយៗតែងតែនាំមកនូវឱកាសថ្មីដើម្បីឲ្យជើងអាចផ្លាស់ប្ដូរឆាកជីវិតខ្លួនឯងពេលដែលចិត្តខាងក្នុងមានបញ្ហាពេលដែលចិត្តគំនិតខាងក្នុងរបស់ជើងមានបញ្ហាវាតែងតែធ្វើឲ្យជើងមើលឃើញកំហុសអ្នកដទៃទើសអ្នកដទៃស្អប់អ្នកដទៃសាច់រឿងដែលបង្កឡើងមកពីអ្នកដទៃឆ្លោះគ្នាជាមួយអ្នកដទៃហ៊ានធ្វើទង្វើមិនគប្បីដាក់អ្នកដទៃដាក់នឹងឡែកាត់ពិតទៅគ្មានអ្វីខាងក្រៅខ្លួនជើងណាមួយអាចមករំខានជីវិតជើងបានទេលើកលែងតែជើងអនុញ្ញាតឲ្យអ្វីដែលនៅខាងក្រៅខ្លួនជើងចូលមកពាក់ព័ន្ធជាមួយជីវិតជើងបើយើងស្ងប់ស្ងាត់គ្រប់ពេលដែលមានបញ្ហាជើងនឹងដឹងថារាល់បញ្ហាដែលចូលមកនឹងរលាយទៅវិញបាត់ក្នុងរយៈពេលដ៏ខ្លីប្រសិនបើជើងមិនបន្ថែមទម្ងន់ដល់រឿងនោះបន្តទៀតមានន័យថាគ្រប់ចាងយើងត្រូវចេះអត់ធ្មត់សង្កត់ចិត្តបិទមាត់របស់ខ្លួនឯងឲ្យជិតដើម្បីពន្លត់ភ្លើងនៃបញ្ហាដែលកើតមានឡើងនោះមួយវិញទៀតយើងត្រូវដឹងថាខ្លួនយើងកំពុងមានបញ្ហាបើសិនជាយើងតែងតែមើលឃើញបញ្ហាមកពីអ្នកដទៃព្រោះអ្វីសុទ្ធតែកើតចេញពីចិត្តមកបើចិត្តយើងក្តៅក្រហាយងាយណាស់នឹងប៉ះទង្គិចជាមួយអ្នកដទៃជើងមិនអាចគ្រប់គ្រងស្ថានភាពមិនឲ្យកើតមានលើជីវិតរបស់ជើងឬទៅកែប្រែអ្នកដទៃបានទេតែជើងអាចគ្រប់គ្រងលើចិត្តនិងពាក្យសម្ដីរបស់ជើងបានចូលធ្វើជាអ្នកឲ្យកុំរងចាំទទួលពីគេចូលធ្វើជាអ្នកឲ្យជាមុនបើអ្នកចេះផ្ដល់ឲ្យអ្នកដទៃនៅអ្វីដែលអ្នកកំពុងមានអ្នកនឹងទទួលបានអ្វីផ្សេងចូលមកក្នុងជីវិតបន្ថែមទៀតផ្ទុយទៅវិញបើអ្នកទន្ទឹងជំនួយពីអ្នកដទៃអ្នកនឹងខ្វះខាតច្រើនជាងមានអារម្មណ៍គ្រប់គ្រាន់ហើយនេះជាមូលហេតុដែលធ្វើឲ្យអ្នកមិនមានអារម្មណ៍ស្កប់ស្កល់ក្នុងជីវិតដោយអ្នកដទៃបើចង់ទទួលបានអ្វីថ្មីចូលក្នុងជីវិតបើអ្នកចង់ទទួលបានអ្វីដែលថ្មីចូលមកក្នុងជីវិតរបស់អ្នកលុះត្រាតែអ្នកចាប់ផ្ដើមធ្វើសកម្មភាពថ្មីជាមុនសិនហើយការដែលអាចជំរុញឲ្យអ្នកព្រមធ្វើអ្វីថ្មីនោះ
វាបានមកពីការគិតរបស់អ្នកខ្លួនឯងផ្ទាល់បើអ្នកបើកចិត្តបើកគំនិតព្រមទទួលយកគំនិតថ្មីៗពីអ្នកដទៃខ្លះពីការអានសៀវភៅខ្លះពីការស្ដាប់គំនិតល្អៗខ្លះហើយយកមកសញ្ជឹងគិតដើម្បីកែច្នៃជីវិតខ្លួនឯងពេលនោះជីវិតអ្នកនឹងកាន់តែមានតម្លៃព្រោះអ្នកចេះយកអ្វីដែលថ្មីអ្វីដែលទាន់សម័យកាលមកបញ្ចូលជាមួយអ្វីដែលមានស្រាប់ក្នុងខ្លួនឯងពិតណាស់អ្នកនឹងមានកម្លាំងចិត្តបន្តដំណើរជីវិតទៅមុខទៀតយ៉ាងរលូនហើយអ្នកនឹងមិនសូវស្មុគស្មាញមិនសូវក្តៅក្រហាយព្រោះតែរឿងរ៉ាវខាងក្រៅខ្លួនឯងមកប៉ះទង្គិចចិត្តទៀតឡើយមនុស្សជុំវិញខ្លួនមនុស្សនៅជុំវិញខ្លួនអ្នកពិតជាសំខាន់ខ្លាំងណាស់ព្រោះឥទ្ធិពលរបស់ពួកគាត់អាចលើកអ្នកឲ្យឡើងខ្ពស់ហួសពីការនឹកស្មាននិងអាចទាញអ្នកឲ្យធ្លាក់ចុះលើសពីការរំពឹងទុកបើអ្នកជាមនុស្សខ្សោយប្រកបណាស់អ្នកនឹងត្រូវបរិយាកាសជុំវិញខ្លួនអូសទាញអ្នកឲ្យរស់នៅរបៀបមនុស្សទូទៅធម្មតាដូចជាពួកគាត់ដែរហើយអ្នកនឹងមិនអាចខ្លាចជាមនុស្សអស្ចារ្យអ្វីលើសពីកម្រិតនៃការគិតដូចជាពួកគាត់បានឡើយមានន័យថាអ្នកនឹងរស់នៅតាមការចូលឃើញដែលមើលអ្វីត្រឹមភ្នែកក៏វាតម្លៃហើយតែងតែប្រែប្រួលតាមអារម្មណ៍ឡើងចុះទៅតាមអ្វីដែលជួបប្រទះរាល់ថ្ងៃបើអ្នកជាមនុស្សខ្លាំងវិញប្រកបណាស់អ្នកនឹងក្លាយជាមនុស្សខុសគេក្នុងចំណោមមនុស្សជុំវិញខ្លួនអ្នកព្រោះក្នុងខ្លួនអ្នកពេញដោយក្តីសង្ឃឹមដោយសារអ្នករស់នៅមានគោលដៅជីវិតមានវិន័យមានភាពជឿជាក់លើខ្លួនឯងហើយអ្វីដែលអ្នកធ្វើពីមួយថ្ងៃទៅមួយថ្ងៃនោះនឹងជួយជំរុញឲ្យអ្នកកាន់តែរឹងមាំដែលផ្លាស់ប្ដូរអ្នកឲ្យខុសប្លែកពីមនុស្សជុំវិញខ្លួនអ្នកបើអ្នកអនុញ្ញាតឲ្យអ្នកជុំវិញខ្លួនអ្នកមានឥទ្ធិពលលើអ្នកបានស្មើនឹងអ្នកប្រកួតជីវិតរបស់អ្នកឲ្យគេគ្រប់គ្រងហើយអ្នកនឹងក្លាយជាមនុស្សដូចគ្នាជាមួយពួកគាត់ដែរប៉ុន្តែបើអ្នកអនុញ្ញាតឲ្យខ្លួនឯងរស់នៅដើម្បីសម្រេចក្តីសុបិនរបស់ខ្លួនឯងអ្នកនឹងក្លាយជាមនុស្សដែលអ្នកចង់ក្លាយជានៅថ្ងៃអនាគតជាមិនខានពេលវេលាបង្រៀនមនុស្សពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃបានបង្រៀនមនុស្សយើងច្រើនណាស់ប៉ុន្តែមនុស្សខ្លះច្រើនខ្វះការចាប់អារម្មណ៍ទៅលើចំណុចល្អៗរបស់សាច់រឿងប្រចាំថ្ងៃព្រោះរវល់វង្វេងនៅក្នុងសាច់រឿងមិនល្អដែលធ្វើឲ្យចិត្តមានកង្វល់ខ្វល់ខ្វាយមិនចេះចប់ទោះបីរឿងតូចក៏អាចប្រកាន់យកទោសឲ្យខ្លាចទៅជារឿងធំបានដោយសារតែផ្លូវចិត្តមានវិបត្តិទៅពិបាកបិទមាត់រងាប់អារម្មណ៍មិនឲ្យបង្កបញ្ហាគ្រប់ពេលវេលាគ្រប់ចាងដែលចូលមកក្នុងជីវិតរបស់អ្នករាល់ថ្ងៃសុទ្ធតែមានតម្លៃរបស់វាទាំងអស់បើអ្នកបដូរពីការយកពេលវេលាតាមដានជីវិតគេមកតាមដានជីវិតខ្លួនឯងវិញពេលនោះជីវិតអ្នកនឹងរីកចម្រើនជាងមុនជាមិនខានវាប្រៀបដូចជាដំណាំដែលត្រូវបានម្ចាស់របស់វាមើលថែទាំស្រោចទឹកដាក់ជីកកាយដីជាប្រចាំដើម្បីឲ្យវាអាចរស់រានមានជីវិតលូតលាស់ធំធាត់ដើម្បីផ្ដល់ផលល្អៗត្រឡប់មកវិញយ៉ាងដូចនោះដែរតម្លៃរបស់មនុស្សម្នាក់សុទ្ធតែមានតម្លៃរបស់ខ្លួនឯងគ្រាន់តែពេលនេះអ្នករកខ្លួនឯងមិនទាន់ឃើញតែប៉ុណ្ណោះហើយអ្វីដែលធ្វើឲ្យអ្នកមិនអាចរកឃើញខ្លួនឯងនោះវាមកពីអ្នករវល់តែយកពេលវេលាឬយកសមត្ថភាពទៅចោលនៅកន្លែងខុសដែលធ្វើឲ្យអ្នកជួបរឿងខកបំណងច្រើនជាងជួបបទពិសោធន៍ល្អប៉ុន្តែវាមិនអ្វីទេដែលអ្នកស្ថិតនៅកន្លែងណាមួយដែលមើលមិនឃើញពីតម្លៃរបស់អ្នកព្រោះកលៈទេសៈនោះនឹងបង្រៀនអ្នកយ៉ាងច្រើនប្រសិនបើអ្នកបើកចិត្តរៀនអ្នកនឹងកាន់តែស្គាល់ពីខ្លួនឯងច្បាស់ជាងមុនអ្នកនឹងដឹងថាអ្នកនៅខ្វះខាតត្រង់ណាខ្លះអ្នកគួរតែចាប់ផ្ដើមធ្វើអ្វីដើម្បីទទួលបានតម្លៃហើយនោះគឺជាឱកាសល្អសម្រាប់អ្នកតាំងចិត្តផ្លាស់ប្ដូរជីវិតបានដាស់តឿនសតិខ្លួនឯងគ្រប់ពេលវេលាមិនដូច្នោះទេអ្នកនឹងលង់ជាមួយអ្វីៗដែលគ្រាន់តែជាការកម្សាន្តសប្បាយមួយពេលវានឹងបំផ្លាញពេលវេលាក្នុងមួយថ្ងៃរបស់អ្នកមិនឲ្យអ្នកអាចធ្វើអ្វីមួយបានសម្រេចនោះឡើយការគិតក្នុងចិត្តវាស្មើនឹងគ្មានប្រយោជន៍
បើសិនអ្នកមិនបានយកគំនិតនោះមកអនុវត្តបើគ្រាន់តែគិតហើយមិនបានធ្វើអ្វីសោះនោះទោះបីគំនិតនោះល្អយ៉ាងណាក៏គ្មានន័យអ្វីដែរលុះត្រាតែអ្នកយកគំនិតដែលបានគិតនោះចាប់ផ្ដើមធ្វើសកម្មភាពទើបទទួលបានលទ្ធផលទៅតាមសមត្ថភាពដែលអ្នកមានបើអ្នកមានសមត្ថភាពខ្លាំងអ្នកក៏ទទួលបានលទ្ធផលជាទីគប់ចិត្តច្រើនតែបើសមត្ថភាពអ្នកនៅស្ទើរក៏ប្រឹងប្រែងធ្វើឲ្យបានច្រើនបន្តទៀតព្រោះមានតែការអនុវត្តទេដែលអាចពង្រឹងអ្នកឲ្យកាន់តែមានសមត្ថភាពខ្លាំងបែន